សួស្តីមិត្តសិក្សាភាសាចិនយើងវិលជួបគ្នាសារជាថ្មីម្ដងទៀតហើយសូមស្វាគមន៍មកកាន់ Facebook និង YouTube ច្បាស់នៅលើ Channel New ទាំងអស់គ្នាបងប្អូនថ្មីក៏ចាឆាយកុំភ្លេចជួយ Like Share និង Follow Subscribe ម្នាក់មួយនឹងបានវីដេអូជារៀងរាល់សប្តាហ៍ជួយចែករំលែកចំណេះដឹងឲ្យភាសាចិនទាំងអស់គ្នាហើយយើងមកសិក្សាអំពីពាក្យមួយចំនួនដែលប្រើប្រាស់ប្រចាំថ្ងៃនិងយើងប្រើប្រាស់នៅក្នុងកិច្ចការតូចតាចនៅក្នុងរំនៅឋានរបស់យើងតែម្នាក់តោះនេះគឺកិច្ចការតូចតាចក្នុងលំនៅឋានភាសាចិនគេអានថាជាអ៊ូសសឺជាអ៊ូសសឺមានថាកិច្ចការតែនៅក្នុងរំនៅឋាននេះគឺប្រដាប់ប្រដាតុបតែងរាងកាយស៊ូជាងយ៉ងភិនស៊ូជាងយ៉ងភិនមានថាប្រដាប់ប្រដាតុបតែងរាងកាយតទៅនេះគឺការរស់នៅក្នុងផ្ទះគឺជាភាពជាប្រចាំកាយការរស់នៅក្នុងផ្ទះនៅឋាននេះជីជាសង្ហួរជីជាសង្ហួរជាភាពប្រចាំថ្ងៃអញ្ចឹងណាសាមញ្ញទីនេះគឺម៉ាស៊ីនបូមទូលីបាទម៉ាស៊ីនបូមទូលីស៊ីឆិនឈីស៊ីឆិនឈីឆិនទូលីស៊ីឆិនឈីគឺម៉ាស៊ីនបូមទូលីក៏សម្អាតអីតិចទីក្នុងផ្ទះណាស៊ីសិនឈីទីនេះគឺអ៊ុតណាអ៊ុតតែយើងអ៊ុតក៏អាវអ៊ុតអីចឹងណាអ៊ីនប្រែថាអ៊ុតយើងអ៊ុតដល់ផ្ទះអ៊ីនអ៊ុតនៅបន្តទៀតនេះគឺហាលសាចនាគេអានថាលាំងប្រែថាយើងហាលលាំងទៅបន្តទៀតនេះគឺរុនបង្ហូរទឹកផាយសួយខុងដែលរុនបង្ហូរទឹកផាយសួយខុងពេលបន្តទៀតពាក្យបន្តទៀតនេះគឺពាក្យស៊ូជឺមានថាក្រាស់សត់សក់យើងងូតទឹកហើយយើងសត់សក់ស៊ូជឺចៅហើយយ៉ាវឈីស៊ូជឺនឹងយើងងូតទឹកហើយយើងនឹងទៅតែសត់សក់អញ្ចឹងទៅថ្ងៃនេះមានប៉ុណ្ណឹងពាក្យនៅមានពាក្យបន្តទៀតតែឥឡូវយើងមានប៉ុណ្ណឹងរៀនសិក្សាប៉ុណ្ណឹងសិនឯខុសឆ្គងតាណាកាន់សូមកាន់តែបៃតូចាំជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ